Ok, ta hiệnចាប់ផ្ដើមឡើងវិញអូខេអញ្ចឹងដូចបងនិយាយឡើងវិញអញ្ចឹងគឺនៅក្នុងធម្មជាតិយើងគឺមានរលកជាច្រើនគឺដូចជារលកទឹករលកមេកានិកនៅពេលដែលយើងចងខ្សែជាប់ជាមួយនឹងចុងម្ខាងអាចថាជាអញ្ចាំងហើយយើងចងខ្សែមួយទៅភ្ជាប់ទៅនឹងអញ្ចាំងហ្នឹងទៅហើយយើងធ្វើចលនាយកចុះយកឡើងអញ្ចឹងណានេះធ្វើចលនាយកចុះឡើងអញ្ចឹងទៅយើងបង្កើតទៅជារលកឲ្យទៅឯងហើយដូចជានៅលើផ្ទៃទឹក នៅពេលដែលយើងយកឈើគោះទៅវាចាប់ចេញជារលកមកត្រូវអត់ហើយដូចជាពន្លឺដូចជាឡាស៊ែរអីគឺសិតតែជារលកអីអញ្ចឹងនៅក្នុងធម្មជាតិជួនកាលគេមិនអាចអឺបកស្រាយពីពណ៌នាបាតុភូតរលកដែលស្មុគស្មាញនេះជាពិសេសអឺរលកដែលមានលក្ខណៈស្មុគស្មាញក៏ប៉ុន្តែគេអាចបែកវាទៅជាផលបូកនៃរលកតូជាច្រើនដែលជាផ្នែកដែលយើងសិក្សាឥឡូវហ្នឹងគឺយើងសិក្សាពីគោលការណ៍តម្រួតនៃរលកមានន័យថាបើសិនជាគេមានរលកមួយអូខេរលកមួយស្រាប់តែដល់ហើយវាដើរទៅប៉ះនឹងរលកមួយទៀតហើយវាតម្រួតគ្នាយើងនឹងសិក្សាករណីតម្រួតគ្នានឹងក៏ប៉ុន្តែយើងនឹងអឺបងនិយាយនេះគឺជាទូទៅសិនតិចតិចចាំយើងចូលឲ្យស៊ីជម្រៅបន្តិចករណីដែលវាដើរគ្នាមិនថា1 2 3ឬក៏ច្រើននេះអិនរលកក៏ដោយនៅពេលដែលវាដើរប៉ះគ្នាទៅគឺអឺវាតម្រួតគ្នាហើយផលបូកសមីការគណិតវិទ្យាគឺឲ្យតាមគោលការណ៍តម្រួតនៃរលកអញ្ចឹងបើសិនជាបងមានរលកមួយហើយបងមានរលកមួយទៀតថាឥឡូវគូសវាឲ្យខ្ពស់ជាងនឹងតិចទៀតមកហើយករណីដែលយើងហ៊ានលើកនេះគឺយើងហ៊ានតែករណីដែលរលកដែលមានខួបដូចគ្នាអញ្ចឹងកាលណាវាមានខួបដូចគ្នាវាមានជំហានរលកដូចគ្នាបានយើងបូកគ្នាកើតនៅក្នុងករណីហ្នឹងណាអញ្ចឹងបន្តិចទៀតយើងនឹងនិយាយពីខួបជំហានរលកហ្នឹងហើយក៏ប៉ុន្តែបងចង់និយាយករណីទូទៅសិនគឺថាបើសិនជាគេមានរលកឧបមាថារលកដំណើរវាគឺដើរលើសមីការហ្នឹងណាតិចទៀតបងនឹងបកស្រាយពីសមីការស៊ីននៃរលកហ្នឹងក៏ប៉ុន្តែឥឡូវយើងមើលអានេះសិនបើសិនជាគេមានរលកឧបមាថានេះកម្ពស់2ម៉ែត្រហើយនេះកម្ពស់3ម៉ែត្របើសិនជាបងបូកវាចូលគ្នារលកតម្រួតគឺប្រកាសជាមានកម្ពស់នេះគឺ5ម៉ែត្រឯងហើយអានេះគឺប្រកាសជា5ម៉ែត្រដែរអញ្ចឹងណាអាខាងក្រោមក៏វានេះដែរតែបើសិនជាយើងបកស្រាយវានៅក្នុងពេជ្រកណាត់យើងមិនត្រូវគិតដក3ដក2ទេណាក៏ប៉ុន្តែឥឡូវយើងនិយាយជាទូទៅក្នុងធម្មជាតិអញ្ចឹងប្រវាយវាមិនអាចអវិជ្ជមានកើតទេអូខេអញ្ចឹងងាកមកវិញបើសិនជាយើងពិនិត្យមើលតាទ្រឹស្ដីទេគឺហើយណាមួយគេប្រឡងគេសួរដែរបើសិនជាគេសួរថាចូលបងអូនពោលពីគោលការណ៍តម្រួតនៃរលកតើបងអូនត្រូវពោលដឹងដាច់អញ្ចឹងដើម្បីពោលគោលការណ៍តម្រួតនៃរលកបានអឺបងសេមកត្រួសសិនហើយចាំយើងនិយាយគ្នាតទៀតអញ្ចឹងគេថាកាលណារលកពីរឬច្រើនរលកពីរឬច្រើនដាល់ប៉ះគ្នាឬក៏ដាល់កាត់គ្នាក្នុងមជ្ឈដ្ឋានណាមួយអញ្ចឹងយើងឃើញឯរលកកាលណានៅក្នុងទឹកមជ្ឈដ្ឋានរបស់វាគឺទឹកអញ្ចឹងហើយបើសិនជាមជ្ឈដ្ឋានវានៅក្នុងខ្យល់គឺខ្យល់ហើយយើងអាចមាននៅក្នុងមជ្ឈដ្ឋានផ្សេងទៀតអញ្ចឹងអានេះបងគួរដកឃ្លាបន្តិចបំលាស់ទីសរុបត្រង់ចំណុចណាមួយក៏ដោយ
ចឹងនេះគឺជាគោលការណ៍តម្រួតនៃរលកដូចបងនិយាយចឹងនៅក្នុងឧទាហរណ៍ដែលយើងនិយាយមិញបើសិនជាយើងមានរលកពីរបូកត្រួតគ្នាចឹងយើងបានរលកថ្មីឧបមាថាបើសិនជាយើងសិក្សាត្រង់ចំណុចនេះនៃរលកតម្រួតណាចំណុចហ្នឹងគឺកើតចេញពីអីគេកើតចេញពីផលបូកនៃរលកតូលចំណុចត្រង់ចំណុចហ្នឹងត្រង់ចំណុចនីមួយៗនៃរលកតូលហ្នឹងចឹងនេះគឺជារបៀបដែលចាំគឺកាលណារលកពីរឬច្រើនដើរកាត់គ្នាក្នុងមជ្ឈដ្ឋានណាមួយចឹងបំលាស់ទីសរុបត្រង់ចំណុចណាមួយក៏ដោយចឹងបំលាស់ទីនៅក្នុងរលកគឺគេគិតបំរែបំរួលy ហ្នឹងគឺបំលាស់ទីសរុបត្រង់ចំណុចណាមួយក៏ដោយគឺស្មើនឹងផលបូកវិកទ័ររបស់បណ្ដាចំណុចកម្លាស់ទីនៃរលកតូលទាំងនោះចារលកតូលរលកនីមួយនេះគេហៅរលកតូលឯដែលគេហៅ single wave ហ្នឹងណាគឺគេហៅរលកតូលឯចានេះរលកតូលទី1រលកតូលទី2អញ្ចឹងបើសិនជាគេចង់បានបំលាស់ទីនៃរលកតម្រួតហ្នឹងគឺត្រង់ចំណុចហ្នឹងគឺគេយករលកតូលនីមួយហ្នឹងណាបណ្ដាចម្លែកកម្លាស់ទីរបស់រលកតូលនីមួយហ្នឹងគឺយើងបូកចូលគ្នាក៏ប៉ុន្តែគឺជាបូកតាម vector អូនបូកតាម vector អញ្ចឹងតិចទៀតយើងសល់ពេលយូរជាងយើងនឹងរំលឹកពីផលបូក vector ទៀតអញ្ចឹងណាហើយផលបូក vector ហ្នឹងគឺតាក់ទងvớiសំណង់ Fresnel ដែលយើងត្រូវសង់វាអញ្ចឹងនេះគឺបងចង់ផ្ដោតជារួមគឺចង់ផ្ដោតឲ្យអូនឯងចេះគោលការណ៍តម្រួតនៃរលកថាតើអ្វីជាគោលការណ៍តម្រួតនៃរលកតែប៉ុណ្្នឹងហ្នឹងណា